សួរលោកតាអ្នកស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះយើងមករៀនថ្ងៃនេះគ្រូនឹងមកកែចំណោទទំព័រទី66ណាថ្នាក់ទី4ណាចឹងយើងអានជាមួយនឹងគ្រូទាំងអស់គ្នាឃ្លាំងមួយមានស្រូវ3569បាវគេដាក់ស្រូវចេញពីឃ្លាំងដោយរថយន្តសណ្ដោងមួយគ្រឿងចឹងរថយន្តសណ្ដោងមួយគ្រឿងរថយន្តសណ្ដោងមានន័យថាវាមានកតុយផងវាមានក្បាលវាផងនៅផ្នែកតួរថយន្តគេដាក់ស្រូវបាន35បាវចឹងរថយន្តសណ្ដោងនឹងលក្ខណៈចេះគូននេះក្បាលរថយន្តណាហើយវាមានអានេះហើយវាមានតមកកតុយមួយទៀតណាចឹងនឹងជារថយន្តសណ្ដោងដែលនៅអាកដាលវាហ្នឹងនៅតួហ្នឹងគឺដាក់បាន35បាវហើយនៅផ្នែកកន្ទុយសណ្ដោងហ្នឹងដាក់បាន48បាវសំណួរគេសួរថាតើគេត្រូវដកស្រូវប៉ុន្មានជើងទៅអស់ពីឃ្លាំងចឹងយើងសេមកប្រមាណវិធីរបៀបឆ្លើយហើយកូនដាក់មកថារកចំនួនជើងដកស្រូវបើកូនអត់ចេះសេអានេះទេកូនលុបពាក្យតើកូនដាក់ថារកគេត្រូវដកស្រូវឲ្យអស់ពីឃ្លាំងចឹងមកណាអញ្ចឹងយើងមើលដើម្បីដឹងថាគេត្រូវដកអស់ប៉ុន្មានជើងគឺកូនត្រូវយកឃ្លាំងរកបាវស្រូវដែលមានទាំងអស់ហ្នឹងណា5000សំទោស3569បាវហ្នឹងណាទៅចែកនឹងចំនួនដកបានមួយកន្លែងឥឡូវដកនៅតួបានប៉ុន្មានកូនបាន35ចុះដកនៅកតុយបានប៉ុន្មានបាន48អញ្ចឹងមានថាត្រូវចែកទាំងពីរតែអ្នកគ្រូអត់ដាក់ចែកហើយចែកទៀតទេអ្នកគ្រូបើកវងកញ្ចក់បូកឲ្យ48ណាយើងធ្វើបែបនេះយើងសរសេរបែបនេះអញ្ចឹងកូនមើលកូនយក35បូក48សិនមកប្រមាណទីយើងធ្វើក្នុងវងកញ្ចក់មុនណា35បូក48 5បូក8 13សេលេខ3ទៅទុក1 1បូក3 4 4បូក4 8អញ្ចឹងមានន័យថាម៉េចមានន័យថាយក3569នេះទៅចែកនឹង83ណាប្រមាណវិធីចែក4ខ្ទង់និង2ខ្ទង់បើកូនអត់ទាន់ចេះទេកូនអាចមើលវីដេអូអ្នកគ្រូខាងមុនបានណាអញ្ចឹងយើងមើលដំបូងគេយើងមើលតួសិនតួចែកមានប៉ុន្មានមាន2ខ្ទង់ដើម្បីយើងមើលតួយើងមើលដំណើរចែកខាងមុខ2ខ្ទង់ដូចគ្នាដំណើរចែកខាងមុខនេះវាតូចជាងតួចែកប្រកាសណាយើងត្រូវកាត់3ខ្ទង់ណាបន្តមកទៀតកូនយកលេខប្រមាណកូននឹង83ទៅឲ្យបាន356ឬក្រោមនឹងអញ្ចឹងអ្នកគ្រូយកលេខប្រមាណអ្នកគ្រូគិតមើលមកអ្នកគ្រូសាក់យកលេខ4ឯសារអី4គុណនឹង8បាន32អញ្ចឹងក្បាល32វាក្រោម35ណាអញ្ចឹងកូនគិតមក4 3ដង12តាទុក1 4 8ដង32បូក1 33សល់ឆ្ងាយពេកអត់កូនសល់ពេកឆ្ងាយអត់សល់ឆ្ងាយទេបើកូនគិតថាខ្លាចវាខុសកូនយក83មកគុណនឹង5ខាងក្រៅសាក់មើលមក5 3ដង15ទៅទុក1 5 8ដង40បូក1 41វាលើឃើញទេចឹងមានថាយើងយក4នឹងឯងឥឡូវកូនដកមក6 12នៅសាល4 5 13នៅសាល2 3 13អស់ទម្លាក់លេខ9យកមេប្រមាណទៀតបើកូនយក4វាបាន300អញ្ចឹងបើសិនជាយើងយក3 3 3ដង9 3 8ដង24ឃើញថាវាស្មើពឹកតែម្ដងណាអញ្ចឹងវាចែកដាច់អញ្ចឹងមានន័យថាម៉េចចំនួនជើងដាក់ស្រូវយើងគឺយើងត្រូវយក3569ចែកនៅចំនួន35បូកនឹង48ដាក់មួយជើងអស់ប៉ុន្មានដាក់មួយជើងគេត្រូវដឹងថាដាក់មួយជើងអស់ប៉ុន្មានគឺគេត្រូវយកតួបូកជាមួយកតុយព្រោះដាក់មួយជើងវាទៅទាំងអស់វាទៅទាំងតួទៅទាំងកតុយអញ្ចឹងតួបូកជាមួយកតុយបាន83អញ្ចឹងដើម្បីដឹងថាបាវទាំងអស់នោះត្រូវដាក់អស់ប្រមាណដងឬក៏ប្រមាណជើងកូនត្រូវយកចំនួនបាវដែលមានទាំងអស់នោះទៅចែកចំនួនដឹកក្នុងមួយជើងនេះជាចំនួនដឹកក្នុងមួយជើងអញ្ចឹងកូនចែកមកបាន43ដងមានន័យថា43ជើងណាជើងនោះមានន័យថាឡានជិះទៅម្ដងគេហៅមួយជើងអញ្ចឹងឆ្លើយថាកូនលុបពាក្យតើហើយកូនឆ្លើយមកឆ្លើយថាគេត្រូវដឹកស្រូវចំនួន43ជើងទៅអស់ពីឃ្លាំងណាចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងលំហាត់នេះយើងរកប៉ុណ្្នឹងឯងស្រួលរកតាមម្ដងបានហើយកូនណាចឹងកូនមានចំណល់អីកូនអាចសួរអ្នកគ្រូបានណាtrongវីដេអូក្រោយទៀត